នេះគឺជាសាច់រឿងរបស់បុរសម្នាក់ដែលគ្មានអ្វីសោះគ្មានប្រាក់កាក់គ្មានអនាគតនិងគ្មានសង្ឃឹមរហូតដល់គាត់បានរកឃើញអាចកំបាំងដ៏សាមញ្ញមួយគាត់បានចាប់ផ្ដើមភ្ញាក់ពីគេងនៅម៉ោង5ព្រឹកជារៀងរាល់ថ្ងៃហើយក្នុងរយៈពេលត្រឹមតែ90ថ្ងៃជីវិតរបស់គាត់ទាំងមូលត្រូវបានផ្លាស់ប្ដូរទាំងស្រុងអ្វីដែលគាត់បានធ្វើនៅក្នុងម៉ោងព្រលឹមទាំងនោះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលហើយវាប្រហែលជាអ្វីដែលចម្លែកដែលអ្នកកំពុងស្វែងរកនៅក្នុងទីក្រុងតូចមួយដែលមានរោងចក្រដំណើរការទាំងយប់ទាំងថ្ងៃមានបុរសម្នាក់អាយុ32ឆ្នាំឈ្មោះ Thomas Thomas ធ្វើការជាសន្តិសុខយាមយប់នៅឃ្លាំងទំនិញដ៏ធំមួយរៀងរាល់ល្ងាចម៉ោង8យប់គាត់ទៅធ្វើការរៀងរាល់ព្រឹកម៉ោង6ព្រឹកក្នុងស្ថានភាពហត់នឿយខ្លាំងគាត់ត្រឡប់មកផ្ទះវិញដើម្បីសម្រាកប្រាក់ខែរបស់គាត់តិចតួចណាស់គ្រាន់តែសម្រាប់រស់មួយថ្ងៃប៉ុណ្ណោះគាត់រស់នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតមួយគាត់គេងលើពូកផ្ទាល់ដីមានអំពូលភ្លើងតែមួយគ្រាប់ហើយវារះរលីបនៅពេលចរន្តអគ្គិសនីខ្សោយសម្លៀកបំពាក់របស់គាត់ចាស់ស្បែកជើងរបស់គាត់រហែកប៉ុន្តែ Thomas មិនមែនរងទុក្ខដោយសារតែភាពក្រីក្រនោះទេអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺគាត់មានអារម្មណ៍ថាដូចជាជាប់អន្ទាក់រៀងរាល់ព្រឹកពេលគាត់ដើរត្រឡប់មកផ្ទះវិញកាត់តាមទីក្រុងដែលកំពុងតែភ្ញាក់ឡើងគាត់មើលឃើញជីវិតរបស់អ្នកដទៃតាមរយៈបង្អួចផ្ទះរបស់ពួកគេក្រុមគ្រួសារកំពុងញ៉ាំអាហារពេលព្រឹកជាមួយគ្នាក្មេងៗត្រៀមខ្លួនទៅសាលាបុរសស្លៀកពាក់ស្អាតទៅធ្វើការនៅការិយាល័យហើយ Thomas គិតថាតើជីវិតខ្ញុំនឹងទៅជាបែបនេះរហូតមែនទេខ្ញុំត្រឡប់មកផ្ទះវិញខណៈពេលដែលអ្នកផ្សេងទៀតកំពុងភ្ញាក់ឡើងដើម្បីដេញតាមក្តីសុបិនរបស់ពួកគេគាត់ធ្លាប់ព្យាយាមផ្លាស់ប្ដូរជីវិតរបស់គាត់បានដាក់ពាក្យធ្វើការដែលល្អជាងនេះប៉ុន្តែគាត់រៀនចប់ត្រឹមវិទ្យាល័យដូច្នេះទ្វារគ្រប់ច្រកត្រូវបានបិទសម្រាប់គាត់ចង់រៀនជំនាញថ្មីប៉ុន្តែបន្ទាប់ពីធ្វើការពេញមួយយប់គាត់ហត់នឿយពេកមិនអាចធ្វើអ្វីបានក្រៅពីគេងម្ដាយរបស់គាត់រស់នៅឯស្រុកស្រោបសែនគាត់តែងតែទូរស័ព្ទមក Thomas មួយសប្តាហ៍ម្ដង Thomas កូនប្រុសរបស់ម៉ែតើពេលណាទើបជីវិតកូនប្រសើរឡើងម៉ែកាន់តែចាស់ទៅហើយម៉ែចង់ឃើញកូនជោគជ័យមុនពេលម៉ែស្លាប់ Thomas ព្យាយាមធ្វើសម្លេងឲ្យស្ដាប់ទៅហាក់ដូចជាមានក្តីសុខឆាប់នេះហើយម៉ែឆាប់នេះកូនកំពុងតែព្យាយាមប៉ុន្តែការពិតគាត់មិនបានធ្វើអ្វីសោះពីព្រោះគាត់មិនដឹងថាត្រូវចាប់ផ្ដើមពីណាការពិតដែលធ្វើឲ្យគាត់ឈឺចាប់បំផុតនោះគឺគាត់មិនមែនជាមនុស្សខ្ជិលទេគាត់ធ្វើការធ្ងន់រៀងរាល់យប់ដើរល្បាតរាប់គីឡូម៉ែត្រប្រយ័ត្នប្រយែងជានិច្ចបំពេញតួនាទីបានយ៉ាងល្អប៉ុន្តែការធ្វើការធ្ងន់តែមួយមុខមិនអាចផ្លាស់ប្ដូរអ្វីបានឡើយពីព្រោះគាត់កំពុងធ្វើការធ្ងន់នៅក្នុងជីវិតដែលគ្មានគោលដៅរៀងរាល់ព្រឹកពេលគាត់ចូលគេងនៅម៉ោងប្រហែល7ព្រឹកហើយគេងរហូតដល់ម៉ោង4រសៀលគាត់មានអារម្មណ៍ថាជីវិតរបស់គាត់កំពុងដើរថយក្រោយពិភពលោកដើរទៅមុខខណៈពេលដែលគាត់គេងសំណួរមួយតែងតែលើកឡើងនៅក្នុងចិត្តរបស់គាត់ដូចជាការដាក់បណ្ដាសាមួយវាត្រូវតែមានផ្លូវផ្សេងទៀតប៉ុន្តែផ្លូវអ្វីនៅព្រឹកថ្ងៃអង្គារដ៏ត្រជាក់មួយក្នុងខែវិច្ឆិកាទូរស័ព្ទរបស់ Thomas បានរោភ្លាមពេលគាត់ចេញពីការងារវាជាប្អូនស្រីរបស់គាត់បងត្រូវមកផ្ទះឥឡូវនេះម៉ែដួលសន្លប់គាត់កំពុងនៅមន្ទីរពេទ្យបេះដូងរបស់គាត់ស្ទើរតែឈប់ដើរគាត់បានឡើងឡានក្រុងជើងដំបូងទៅកាន់ភូមិរបស់គាត់វាជាការធ្វើដំណើររយៈពេល3ម៉ោងដែលមានអារម្មណ៍ថាយូរអង្វែងដូចរាប់ឆ្នាំនៅពេលដែលគាត់ទៅដល់មន្ទីរពេទ្យតូចមួយក្នុងភូមិម្ដាយរបស់គាត់កំពុងដេកលើគ្រែគាត់ខ្សោយប៉ុន្តែបានដឹងខ្លួនវិញហើយគ្រូពេទ្យនិយាយថាគាត់សន្លប់ដោយសារអស់កម្លាំងខ្លាំងនិងតានតឹងខ្លាំងពេកគាត់ត្រូវការសម្រាកអាហារល្អៗនិងថ្នាំប៉ុន្តែពួកគេមិនមានលទ្ធភាពទិញទេម្ដាយរបស់គាត់បានចាប់ដៃគាត់សំឡេងដ៏ទន់ខ្សោយរបស់គាត់បានប្រាប់ Thomas ថាកូនប្រុសម៉ែមិនមានពេលច្រើនទៀតទេសូមកុំខ្ជះខ្ជាយជីវិតរបស់កូនដូចម៉ែអីរកផ្លូវឲ្យឃើញសន្យានឹងម៉ែ Thomas អង្គុយក្បែរគ្រែរបស់គាត់រហូតដល់គាត់លង់លក់គាត់សម្លឹងមើលដៃដែលមានស្នាមជ្រួញដៃដែលធ្វើការនៅតាមវាលស្រែរាប់សិបឆ្នាំគាត់គិតថាដូចគ្នានឹងខ្ញុំដែរខំប្រឹងប្រែងប៉ុន្តែមិនទៅណាសោះអ្វីមួយនៅក្នុងខ្លួនគាត់បានផ្ទុះឡើងលាយឡំដោយភាពទុក្ខសោកកំហឹងនិងការស្អប់ខ្ពើមភាពទន់ខ្សោយរបស់ខ្លួនឯងគាត់បានដើរចេញពីមន្ទីរពេទ្យនៅក្នុងភាពងងឹតមុនពេលថ្ងៃរះទីក្រុងទាំងមូលនៅស្ងប់ស្ងាត់កសិករមួយចំនួនបានចាប់ផ្ដើមដើរទៅចំការរបស់ពួកគេហើយសត្វស្លាបចាប់ផ្ដើមបញ្ចេញសម្លេងរោទខ្យល់អាកាសត្រជាក់និងស្រស់ថ្លាហើយនៅក្នុងភាពស្ងប់ស្ងាត់នៃពេលព្រលឹមនោះ Thomas បានធ្វើការសម្រេចចិត្តមួយល្មមហើយខ្ញុំមិនរស់នៅបែបនេះទៀតទេទោះចំណាយអ្វីក៏ដោយខ្ញុំនឹងរកផ្លូវឲ្យឃើញនៅពេលដែលគាត់ឡើងឡានក្រុងត្រឡប់មកទីក្រុងវិញ Thomas បានកត់សម្គាល់អ្វីមួយអង្គុយទល់មុខគាត់គឺជាបុរសម្នាក់អាយុប្រហែល50ឆ្នាំស្លៀកពាក់ស្អាតកំពុងអានសៀវភៅទឹកមុខរបស់គាត់មើលទៅមានសេចក្តីសុខគាត់ស្គាល់គាត់គឺលោកឈុនអ្នកជំនួញជោគជ័យដែលមានហាងជាច្រើននៅក្នុងទីក្រុងអ្វីដែលធ្វើឲ្យ Thomas ភ្ញាក់ផ្អើលនោះគឺទាំងនេះគឺជាម៉ោង5ព្រឹកហើយមនុស្សជោគជ័យម្នាក់កំពុងធ្វើដំណើរតាមឡានក្រុងធម្មតា Thomas ផ្ដុំសេចក្តីក្លាហានហើយសួរថាលោកអភ័យទោស
ហេតុអ្វីបានជាលោកធ្វើដំណើរតាមឡានក្រុងនៅពេលព្រលឹមបែបនេះលោកឈុនងើបមុខមកញញឹមពីព្រោះខ្ញុំភ្ញាក់ពីគេងនៅម៉ោង 4:30 ព្រឹកខ្ញុំប្រើពេលវេលានេះដើម្បីអានគិតនិងរៀបចំគម្រោងសម្រាប់ថ្ងៃនេះមុនពេលពិភពលោកភ្ញាក់ឡើងប៉ុន្តែលោកមិនត្រូវការសម្រាកទេឬខ្ញុំចូលគេងនៅម៉ោង 9 យប់ 7 ម៉ោងកន្លះវាគ្រប់គ្រាន់ហើយលោកឈុនសម្លឹងមើលមុខដ៏ហត់នឿយរបស់ Thomas អ្នកធ្វើការយឺតមែនទេបាទខ្ញុំជាសន្តិសុខយប់តើអ្នកគេងនៅពេលណាម៉ោង 7 ព្រឹកដល់ម៉ោង 4 រសៀលលោកឈុនងក់ក្បាលយឺតៗដូច្នេះអ្នកភ្ញាក់នៅពេលពិភពលោកគេងលក់ហើយគេងលក់នៅពេលពិភពលោកកំពុងធ្វើការមិនចម្លែកទេដែលអ្នកជាប់គាំងគាត់បន្តថាយុវជនឲ្យខ្ញុំប្រាប់អាតកំបាំងមួយដែលបានបដូរជីវិតខ្ញុំកាលពី30ឆ្នាំមុនពេលវេលាចន្លោះម៉ោង 5 ព្រឹកដល់ 7 ព្រឹកគឺជាម៉ោងវេទមន្តនោះគឺជាពេលដែលអ្នកអាចកសាងជីវិតដែលអ្នកចង់បានខណៈពេលដែលអ្នកផ្សេងទៀតកំពុងតែយល់សប្តិធម្មជាតិផ្ដល់អ្វីមួយឬប្រហែលជាវាគ្រាន់តែជាក្តីសង្ឃឹមដ៏គ្រោះថ្នាក់ប៉ុន្តែតើខ្ញុំត្រូវធ្វើដូចម្តេចខ្ញុំធ្វើការរហូតដល់ម៉ោង 6 ព្រឹកខ្ញុំត្រូវការសម្រាកអញ្ចឹងចូលផ្លាស់ប្ដូរការគេងរបស់អ្នកគេងពេលអ្នកទៅដល់ផ្ទះម៉ោង 6:30 ព្រឹកហើយភ្ញាក់នៅម៉ោង 11:30 ព្រឹកនោះគឺ5ម៉ោងគ្រប់គ្រាន់សម្រាប់ការរស់រានមានជីវិតបន្ទាប់មកចូលរួមក្នុងជីវិតពិតរបស់អ្នកនៅពេលដែលពិភពលោកភ្ញាក់ឡើងហើយប្រសិនបើអ្នកអាចបដូរម៉ោងធ្វើការបាននៅថ្ងៃណាមួយចូលភ្ញាក់នៅម៉ោង 5 ព្រឹកជានិច្ចនោះហើយជាអាចកំបាំងលោកឈុនបានសរសេរលេខទូរស័ព្ទរបស់គាត់នៅលើក្រដាសមួយប្រសិនបើអ្នកពិតជាចង់ផ្លាស់ប្ដូរជីវិតមែននោះចូលទូរស័ព្ទមកខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលត្រូវធ្វើនៅក្នុង2ម៉ោងព្រលឹមទាំងនោះប៉ុន្តែលុះត្រាតែអ្នកពិតជាប្រកបពីព្រោះវាទាមទារវិន័យដែលមនុស្សភាគច្រើនមិនមានឡានក្រុងបានដល់ចំណុចរបស់ Thomas គាត់សម្លឹងមើលក្រដាសនៅក្នុងដៃហើយសន្យានឹងខ្លួនឯងថាខ្ញុំនឹងធ្វើវាចាប់ពីថ្ងៃស្អែកទៅល្ងាចនោះ Thomas បានធ្វើរឿងមួយដែលគាត់មិនធ្លាប់ធ្វើក្នុងជីវិតគាត់បានទូរស័ព្ទទៅលោកឈុនថ្ងៃបន្ទាប់នៅម៉ោង 11 ព្រឹកជាលើកដំបូងក្នុងរយៈពេលរាប់ឆ្នាំ Thomas បានភ្ញាក់នៅពេលថ្ងៃគាត់បានជួបលោកឈុននៅហាងកាហ្វេតូចមួយលោកឈុនញញឹមមកកាន់គាត់អ្នកពិតជាបានបដូរម៉ោងគេងមែនល្អណាស់មនុស្សភាគច្រើនបានត្រឹមតែនិយាយប៉ុន្តែអ្នកបានអនុវត្តឥឡូវនេះខ្ញុំនឹងបង្រៀនអ្នកពីអ្វីដែលត្រូវធ្វើនៅពេលព្រឹកគាត់បានយកសៀវភៅកត់ត្រាមកហើយគូសរូបភាពមួយ Thomas ចូលស្រមៃថាជីវិតរបស់អ្នកគឺជាផ្ទះមួយឥឡូវនេះផ្ទះរបស់អ្នកទ្រុឌទ្រោមត្រជាក់និងជិតបាក់បែកហេតុអ្វីពីព្រោះអ្នកមិនដែលធ្វើការលើវាឡើយអ្នករវល់តែនឹងការរស់រានមានជីវិតមួយថ្ងៃគាត់គូសផ្ទះសាមញ្ញមួយម៉ោង 5 ព្រឹកដល់ 7 ព្រឹកនោះគឺជាពេលវេលាកសាងផ្ទះរបស់អ្នកខណៈពេលដែលអ្នកផ្សេងទៀតកំពុងដេកលក់ឬទើបតែភ្ញាក់ឡើងអ្នកកំពុងកសាងអនាគត2ម៉ោងរៀងរាល់ព្រឹកស្មើនឹង14ម៉ោងក្នុងមួយសប្តាហ៍50ម៉ោងក្នុងមួយខែ730ម៉ោងក្នុងមួយឆ្នាំលោកឈុនសរសេរលេខទាំងនេះយ៉ាងនេះស្មើនឹង91ថ្ងៃនៃថ្ងៃធ្វើការពេញម៉ោងគ្រាន់តែបានមកពីការភ្ញាក់ពីព្រលឹមក្នុងមួយឆ្នាំអ្នកទទួលបានពេលវេលាបន្ថែម3ខែដែលមនុស្សផ្សេងទៀតខ្ជះខ្ជាយទៅភ្នែក Thomas បើកធំ3ខែប្រព័ន្ធអ្វីដែលត្រូវធ្វើក្នុង2ម៉ោងនោះលោកឈុនបន្តថានេះគឺជាអ្វីដែលអ្នកត្រូវធ្វើវាមិនមែនជារឿងដែលអាចចរចាបានទេនេះគឺជាប្រព័ន្ធម៉ោងទី1ម៉ោង 5 ព្រឹកដល់ 6 ព្រឹកកសាងជំនាញអ្នកចំណាយពេល1ម៉ោងនេះដើម្បីរៀនអ្វីមួយដែលនឹងផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនមែនមើលទូរទស្សន៍ទេមិនមែនអូសមើលទូរស័ព្ទទេគឺរៀនជំនាញភាសារបររកស៊ីគណនេយ្យកម្មវិធីតាមអនឡាញឥឡូវនេះវាមានច្រើនដោយឥតគិតថ្លៃ YouTube មានអ្វីៗគ្រប់យ៉ាងអ្នកគ្មានលេសទេម៉ោងទី2ម៉ោង 6 ព្រឹកដល់ 7 ព្រឹកកសាងរាងកាយនិងចិត្ត30នាទីដំបូងហាត់ប្រាណដើររត់ឬយូហ្គារាងកាយគឺជាម៉ាស៊ីនរបស់អ្នកបើវាខូចអ្នកមានអ្វីសល់30នាទីចុងក្រោយរៀបចំគម្រោងសម្រាប់ថ្ងៃរបស់អ្នកឬអនុវត្តអ្វីដែលអ្នកបានរៀនក្នុងម៉ោងទី1លោកឈុនបន្ថែមច្បាប់3បន្ថែមទៀតច្បាប់ទី1គ្មានការចរចាអ្នកត្រូវភ្ញាក់នៅម៉ោង 5 ព្រឹកជារៀងរាល់ថ្ងៃរួមទាំងថ្ងៃចុងសប្តាហ៍ផងដែរកុំនិយាយថាសុំតែមួយថ្ងៃនោះហើយជាវិធីនាំឲ្យបរាជ័យច្បាប់ទី2គេងឲ្យបាននៅម៉ោង 9 យប់អ្នកមិនអាចបោកបញ្ឆោតការគេងបានទេបើអ្នកចង់ជោគជ័យអ្នកត្រូវគ្រប់គ្រងពេលវេលាសម្រាករបស់អ្នកច្បាប់ទី3សប្តាហ៍ដំបូងនឹងឈឺចាប់អ្នកនឹងមានអារម្មណ៍ថារាងកាយរបស់អ្នកស្អប់អ្នកចិត្តរបស់អ្នកនឹងបង្កើតលេសរាប់មិនអស់ប៉ុន្តែចូលជំនះវាចុះបន្ទាប់ពី21ថ្ងៃវានឹងក្លាយជាទម្លាប់បន្ទាប់ពី90ថ្ងៃវានឹងក្លាយជាអត្តសញ្ញាណរបស់អ្នកលោកឈុនមើលមុខ Thomas យ៉ាងម៉ឺងម៉ាត់ខ្ញុំឲ្យពេលអ្នក3ខែនៃការភ្ញាក់នៅម៉ោង 5 ព្រឹកកសាងជំនាញក្នុងម៉ោងទី1និងកសាងជីវិតក្នុងម៉ោងទី2ក្រោយ3ខែចូលត្រឡប់មកជួបខ្ញុំហើយបង្ហាញខ្ញុំពីអ្វីដែលអ្នកសម្រេចបានប្រសិនបើអ្នកពិតជាបានធ្វើខ្ញុំនឹងជួយអ្នករកការងារដែលល្អជាងប៉ុន្តែប្រសិនបើអ្នកបោះបង់កុំទូរស័ព្ទមកខ្ញុំឡើយ
ជីវិតជោគជ័យបានទៅលើមនុស្សដែលបង្ហាញខ្លួននៅពេលដែលវាពិបាកបំផុត Thomas មានអារម្មណ៍ថាវាជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរប៉ុន្តែជាលើកដំបូងក្នុងរយៈពេលរាប់ឆ្នាំគាត់មានអារម្មណ៍ថាមានគោលបំណងខ្ញុំនឹងធ្វើវាខ្ញុំមិនបោះបង់ទេចាំមើលទៅលោកឈុនញញឹមខ្ញុំនឹងចាំមើលព្រឹកបន្ទាប់នាឡិការោបានបន្លឺឡើងនៅម៉ោង5ព្រឹករាងកាយទាំងមូលរបស់គាត់ប្រឆាំងចិត្តរបស់គាត់ខ្សឹបថាសុំតែ2-3នាទីទៀតបងហត់ណាស់ប៉ុន្តែគាត់នឹកឃើញមុខម្ដាយក្នុងមន្ទីរពេទ្យគាត់នឹកឃើញការប្រកួតប្រជែងរបស់លោកឈុនគាត់នឹកឃើញការសន្យារបស់ខ្លួនឯងគាត់បានក្រវែងភួយចោលហើយក្រោកឈរសប្តាហ៍ដំបូងការឈឺចាប់ Thomas សាប់ព្យាយាមបង្ខំខ្លួនឯងឲ្យភ្ញាក់រាល់ព្រឹករាងកាយឈឺចាប់ដោយសារខ្វះការគេងនៅម៉ោង5ព្រឹកខណៈដែលមេឃនៅងងឹតគាត់អង្គុយនៅតុរបស់គាត់ជាមួយទូរស័ព្ទគាត់មើលវីដេអូបង្រៀនគណនេយ្យដោយឥតគិតថ្លៃនៅលើ YouTube ភ្នែករបស់គាត់ឡើងក្រហមចិត្តរបស់គាត់ចង់វង្វេងប៉ុន្តែគាត់មិនឈប់ទេនៅម៉ោង6ព្រឹកគាត់បង្ខំខ្លួនឯងឲ្យដើរជុំវិញផ្ទះ30នាទីបន្ទាប់មកគាត់អានអត្ថបទអំពីការងារគណនេយ្យគាត់ជ្រើសរើសជំនាញនេះពីព្រោះគ្រប់អាជីវកម្មសុទ្ធតែត្រូវការគណនេយ្យដល់ម៉ោង7:30ព្រឹកគាត់ចូលគេងគាត់គេងដល់ម៉ោង2រសៀលហើយរៀបចំខ្លួនទៅយាមយប់នៅម៉ោង3រសៀលវាពិតជាហត់នឿយនិងឯកោណាស់គ្មានអ្នកណាយល់ថាហេតុអ្វីបានជាគាត់ធ្វើបែបនេះទេនៅព្រឹកមួយ Thomas ភ្ញាក់នៅម៉ោង4:58ព្រឹក2នាទីមុនពេលនាឡិការោទ៍រាងកាយរបស់គាត់បានសម្របខ្លួនហើយជាលើកដំបូងគាត់មិនមានអារម្មណ៍ខឹងឬហត់នឿយឡើយការរីកចម្រើនចាប់ផ្ដើមលេចឡើងគាត់ចាប់ផ្ដើមយល់កាន់តែច្បាស់អំពីរូបមន្តការវិភាគទិន្នន័យនិងគណនេយ្យមូលដ្ឋានគាត់បានបញ្ចប់វិញ្ញាបនបត្រអនឡាញដំបូងរបស់គាត់ការដើរពេលព្រឹកបានក្លាយជាអ្វីដែលគាត់ទន្ទឹងរង់ចាំថថ្ងៃរះផ្លូវដ៏ស្ងប់ស្ងាត់និងអារម្មណ៍ដែលថាខណៈអ្នកដទៃកំពុងដេកគាត់កំពុងកសាងដល់ដំណាច់ខែទី2 Thomas បានរៀនចប់វគ្គសិក្សាអនឡាញចំនួន3អំពីគណនេយ្យនិង Excel គាត់ស្រកទម្ងន់ដោយសារការដើររាល់ថ្ងៃចិត្តរបស់គាត់ហាក់ដូចជាមុតស្រួចជាងមុនទំនុកចិត្តរបស់គាត់កើនឡើងមនុស្សនៅកន្លែងធ្វើការចាប់ផ្ដើមកត់សម្គាល់ Thomas បងមើលទៅប្លែកណាស់មើលទៅមានសុខភាពល្អជាងមុនតើមានអ្វីប្រែប្រួលគាត់ញញឹមខ្ញុំកំពុងផ្លាស់ប្ដូរជីវិតរបស់ខ្ញុំម្ដង2ម៉ោងខែទី3ការសម្រាក Thomas បានយកអ្វីដែលគាត់បានរៀនមកអនុវត្តគាត់បានបង្កើតតារាង Excel សាមញ្ញមួយដើម្បីរៀបចំបញ្ជីសារពើភ័ណ្ឌនៅក្នុងឃ្លាំងវាជាអ្វីដែលក្រុមហ៊ុនមិនដែលធ្វើបានត្រឹមត្រូវពីមុនមកគាត់បានបង្ហាញវាទៅប្រធានក្រុមមានការចាប់អារម្មណ៍យ៉ាងខ្លាំង Thomas រៀនរឿងនេះពីណាខ្ញុំភ្ញាក់ម៉ោង5ព្រឹកហើយរៀនដោយខ្លួនឯងរឿងនេះបានឮដល់អ្នកគ្រប់គ្រងឃ្លាំងនិងម្ចាស់ក្រុមហ៊ុននៅថ្ងៃទី87នៃដំណើរការ3ខែជិតពេញប្រធានរបស់គាត់បានហៅគាត់ចូលការិយាល័យ Thomas យើងកំពុងពង្រីកផ្នែកគណនេយ្យយើងត្រូវការអ្នកដែលយល់ពីប្រតិបត្តិការឃ្លាំងហើយមានជំនាញគណនេយ្យមូលដ្ឋានការងារនេះជារបស់អ្នកប្រសិនបើអ្នកចង់បានធ្វើការវេនថ្ងៃប្រាក់ខែឡើង2ដងនៃប្រាក់ខែបច្ចុប្បន្ន Thomas ស្ងៀមនិយាយមិនចេញ3ខែមុនគាត់គ្រាន់តែជាសន្តិសុខយាមយប់ដែលគ្មានសង្ឃឹមឥឡូវនេះគេកំពុងផ្ដល់ការងារការិយាល័យដល់គាត់តើខ្ញុំត្រូវចាប់ផ្ដើមនៅពេលណាគាត់និយាយទាំងរំភើបថ្ងៃច័ន្ទសប្តាហ៍ក្រោយល្ងាចនោះ Thomas បានទូរស័ព្ទទៅលោកឈុន90ថ្ងៃខ្ញុំមិនដែលខានភ្ញាក់ម៉ោង5ព្រឹកសូម្បីតែមួយថ្ងៃហើយថ្ងៃនេះខ្ញុំត្រូវបានដំឡើងតំណែងមានភាពស្ងប់ស្ងាត់មួយសន្ទុះបន្ទាប់មកសម្លេងលោកឈុនបន្លឺឡើងដោយមោទនភាពខ្ញុំដឹងថាអ្នកនឹងធ្វើបានពីព្រោះអ្នកមានចរិតរបស់មនុស្សដែលត្រៀមខ្លួនរួចរាល់ដើម្បីផ្លាស់ប្ដូរឥឡូវនេះចាំទុកកុំឈប់ភ្ញាក់នៅម៉ោង5ព្រឹកឡើយវាមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រទេវាគឺជាជីវិតរបស់អ្នកខ្ញុំមិនឈប់ទេនេះគឺជាអត្តសញ្ញាណរបស់ខ្ញុំហើយមួយឆ្នាំក្រោយមក Thomas បានក្លាយជាប្រធានផ្នែកគណនេយ្យនៅក្នុងក្រុមហ៊ុនដដែលគាត់សន្សំប្រាក់បានគ្រប់គ្រាន់ដើម្បីនាំម្ដាយមករស់នៅក្នុងទីក្រុងគាត់ឲ្យម្ដាយទទួលការព្យាបាលត្រឹមត្រូវនិងជួលផ្ទះសមរម្យមួយដែលមានបន្ទប់គេង2រៀងរាល់ព្រឹកម៉ោង5ព្រឹកគាត់នៅតែភ្ញាក់មិនមែនដោយសារគាត់ត្រូវធ្វើនោះទេប៉ុន្តែដោយសារ2ម៉ោងនោះគឺជាពេលវេលាដ៏ពិសិដ្ឋរបស់គាត់នោះគឺជាពេលដែលគាត់រៀនកម្មវិធីថ្មីអានសៀវភៅរៀបចំអនាគតរបស់គាត់មិត្តរួមការងារតែងសួរថា Thomas ហេតុអ្វីបានជាបងនៅតែភ្ញាក់ពីព្រលឹមម្លេះបងជោគជ័យហើយតាគាត់ញញឹមជោគជ័យមិនមែនជាគោលដៅចុងក្រោយទេវាគឺជាការអនុវត្តប្រចាំថ្ងៃហើយការអនុវត្តរបស់ខ្ញុំចាប់ផ្ដើមនៅម៉ោង5ព្រឹកមិត្តភ័ក្តិទាំងឡាយរឿងរ៉ាវរបស់ Thomas គឺជាភស្តុតាងនៃអំណាចដ៏ខ្លាំងក្លានៃម៉ោង5ព្រឹកជីវិតរបស់អ្នកអាចផ្លាស់ប្ដូរបានមិនមែននៅថ្ងៃណាមួយនៅពេលអនាគតទេប៉ុន្តែឥឡូវនេះភាពខុសគ្នារវាងកន្លែងដែលអ្នកកំពុងនៅនិងកន្លែងដែលអ្នកចង់ទៅមិនមែនជាទេពកោសល្យមិនមែនជាសំណាងហើយក៏មិនមែនគ្រាន់តែការធ្វើការធ្ងន់ដែរវាគឺជាការប្រើប្រាស់ពេលវេលាដែលមនុស្សដទៃកំពុងដេកលក់ចន្លោះម៉ោង5ដល់7ព្រឹក
ពិភពលោកស្ងប់ស្ងាត់គ្មានការរំខានទូរស័ព្ទមិនរោគ្មានការប្រជុំថាមពលរបស់អ្នកគឺខ្លាំងក្លាបំផុតចិត្តរបស់អ្នកគឺស្រស់ថ្លាបំផុតនេះគឺជាពេលដែលអ្នកធ្វើការងារដែលនឹងផ្លាស់ប្ដូរផ្លូវជីវិតរបស់អ្នកមនុស្សជោគជ័យដឹងរឿងនេះនោះហើយជាមូលហេតុដែលនាយកប្រតិបត្តិសហគ្រិននិងអ្នកដឹកនាំតែងតែភ្ញាក់ពីព្រលឹមមិនមែនដោយសារពួកគេជាមនុស្សអច្ឆរិយៈទេប៉ុន្តែដោយសារពួកគេយល់ថាការឈ្នះនៅពេលព្រឹកគឺជាការឈ្នះពេញមួយថ្ងៃនេះគឺជាការប្រកួតប្រជែងដោយដែលលោកឈុនបានឲ្យទៅ Thomas ជំហានទី1កំណត់នាឡិការ៉ូកំណត់ម៉ោង5ព្រឹកមិនមែន5:15ឬ5:30ទេគឺម៉ោង5ព្រឹកចំដាក់ទូរស័ព្ទរបស់អ្នកឲ្យឆ្ងាយពីគ្រែដើម្បីឲ្យអ្នកត្រូវតែក្រោកឈរហើយដើរទៅបិទវាជំហានទី2សម្រេចចិត្តថាតើអ្នកនឹងកសាងអ្វីតើជំនាញអ្វីដែលអ្នកត្រូវការតើវគ្គសិក្សាណាមួយជ្រើសរើសតែមួយគត់ហើយតាំងចិត្តធ្វើវាឲ្យបាន90ថ្ងៃជំហានទី3ការពារម៉ោងគេងរបស់អ្នកចូលគេងនៅម៉ោង9យប់អ្នកមិនអាចភ្ញាក់ពីព្រលឹមបានទេបើអ្នកគេងយប់ជ្រៅឈប់មើល Netflix ឈប់អូសទូរស័ព្ទឥតប្រយោជន៍ការគេងមិនមែនជាសត្រូវរបស់អ្នកទេការខ្ជះខ្ជាយពេលវេលាទើបជាសត្រូវពិតប្រាកដខ្ញុំសន្យានឹងអ្នកថាប្រសិនបើអ្នកភ្ញាក់នៅម៉ោង5ព្រឹករៀងរាល់ថ្ងៃក្នុងរយៈពេល90ថ្ងៃហើយប្រើ2ម៉ោងនោះដោយម៉ោងមានគោលបំណងជីវិតរបស់អ្នកនឹងមិនដូចមុនឡើយប្រហែលជាអ្នកមិនក្លាយជាសេដ្ឋីភ្លាមៗទេប្រហែលជាអ្នកមិនបានឡើងតំណែងភ្លាមៗទេប៉ុន្តែអ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលខុសពីមុនរឹងមាំជាងមុនមានវិន័យជាងមុនមានសមត្ថភាពជាងមុនហើយមនុស្សប្រភេទនោះអាចសម្រេចបានអ្វីគ្រប់យ៉ាង Thomas គ្មានអ្វីសោះគ្មានសញ្ញាបត្រគ្មានទំនាក់ទំនងគ្មានលុយកាក់គាត់មានតែការជ្រើសរើសភ្ញាក់ពីព្រលឹមហើយកសាងខ្លួនឯងហើយវាបានផ្លាស់ប្ដូរអ្វីៗទាំងអស់អ្នកកំពុងមើលវីដេអូនេះនោះមានន័យថាអ្នកមានអ៊ីនធឺណិតមានការអប់រំនិងមានឱកាសសំណួរតែមួយគត់គឺតើអ្នកនឹងប្រើវាដែរឬទេឬអ្នកនឹងចុចបិទវីដេអូនេះកំណត់នាឡិការ៉ោនៅថ្ងៃស្អែកហើយឆ្ងល់ថាហេតុអ្វីបានជា5ឆ្នាំក្រោយមកគ្មានអ្វីប្រែប្រួលសោះប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមក្លឹបម៉ោង5ព្រឹកមួយចុច like ដើម្បីបង្ហាញពីការបដិញ្ញាចិត្តរបស់អ្នកពីរបញ្ចេញមតិប្រាប់ខ្ញុំថាតើអ្នកនឹងរៀនឬកសាងអ្វីនៅម៉ោងដំបូងនៅថ្ងៃស្អែក3ចែករំលែកវីដេអូនេះទៅកាន់អ្នកដែលតែងតែនិយាយថាចង់ផ្លាស់ប្ដូរប៉ុន្តែមិនដែលធ្វើប្រហែលជានេះគឺជាកម្លាំងជំរុញដែលពួកគេត្រូវការ4ផ្សព្វផ្សាយ Channel នេះពីព្រោះរៀងរាល់សប្តាហ៍ខ្ញុំនឹងនាំមកនៅរឿងរ៉ាវរបស់មនុស្សដែលបានផ្លាស់ប្ដូរជីវិតរបស់ពួកគេនិងជំហានជាក់លាក់ដែលពួកគេបានប្រើជោគជ័យមិនមែនជាគោលដៅចុងក្រោយទេវាគឺជាការអនុវត្តប្រចាំថ្ងៃហើយការអនុវត្តនោះចាប់ផ្ដើមនៅថ្ងៃស្អែកម៉ោង5ព្រឹកតើអ្នកនឹងភ្ញាក់ដែរឬទេអនាគតរបស់អ្នកកំពុងរងចាំអ្នកនៅម្ខាងទៀតនៃនាឡិការ៉ូនោះកុំឲ្យពួកគេរងចាំសូម្បីតែមួយថ្ងៃទៀត